វត្តិសាស្ត្រលោកនាងស្ដាប់ជាទីមេត្រីក្រុងលង្វែកគឺជាអតីតរាជធានីខ្មែរនិងជាបន្ទាយដ៏រឹងមាំមួយក្រោយសម័យអង្គរនៅជុំវិញរាជធានីនេះមានតាមដើមឫស្សីកម្រាស់ជាង100ម៉ែត្រសម្រាប់ធ្វើជារបាំងការពាររាជធានីលង្វែកត្រូវបានរៀបចំចាត់ឲ្យកសាងឡើងដោយព្រះបាទចន្ទរាជាបន្ទាប់ពីព្រះអង្គបានវាយឈ្នះស្ដេចកននិងដណ្ដើមរាជបានមកវិញបាទសូមអញ្ជើញលោកនាងស្ដាប់ការរៀបរាប់របស់លោកជុនច័ន្ទបុត្រដូចតទៅព្រះបាទចន្ទរាជាក្រោយពីសម្រេចការសង្គ្រាមលើស្ដេចកនបានហើយព្រះអង្គទ្រង់គង់នៅបន្ទាយជ័យខេត្តពោធិ៍សាត់ដដែលប៉ុន្តែមិនយូរប៉ុន្មានគឺដល់ឆ្នាំ1527ព្រះអង្គទ្រង់ចេញបញ្ជាឲ្យមន្ត្រីជំនាញរបស់ព្រះអង្គមួយចំនួនមានឧកញ៉ាពិភៈអេសរាឧកញ៉ារក្សាអេសរោជាមេការឧកញ៉ាពិភៈសិបរាជឧកញ៉ាស្រីសុមេតរាជាធិបតីបែនក្រមសូរិយោដីរៀបចំកសាងព្រះរាជវាំងក្រុងលង្វែកជាទីដែលព្រះអង្គយល់ថាមានជ័យភូមិល្អព្រោះជាចំណុចយុទ្ធសាស្ត្រមួយស្រួលការពារខ្លួនត្បិតនៅជិតនោះមានព្រៃមានទន្លេនិងមានបឹងទៀតផងរាជធានីថ្មីនេះត្រូវសាងឡើងដោយម៉ត់ចត់អស់រយៈពេល3ឆ្នាំដែលមានរាង4ជ្រុងទ្រវែងទទឹងប្រវែង2គីឡូម៉ែត្របណ្ដោយជិត3គីឡូម៉ែត្រមានលើកជាទំនប់ច្រោះក្តារធ្វើជាបន្ទាយកម្ពស់17ហត្ថខ្នងលើ10ហត្ថជើងទី22ហត្ថព័ទ្ធជា3ជ្រុងខាងមុខមានព្រៃបឹងនិងទន្លេមានគូទឹកនិងដាំឫស្សីយ៉ាងក្រាស់ជារបងកម្រាស់ជាង100ម៉ែត្រព័ទ្ធជុំវិញមានទ្វារធំ8ដែលមានសើនគឺលើកជាដីទួលខ្ពស់កម្ពស់22ហត្ថសម្រាប់ដាក់កាំភ្លើងធំគ្រប់ទ្វារទាំង8ហើយនៅទិសទាំង4មានសើនកម្ពស់25ហត្ថសម្រាប់ដាក់កាំភ្លើងធំដូចគ្នាដែរនៅក្នុងក្រុងថ្មីដែលជាបន្ទាយដ៏រឹងមាំនេះមានសាងរោងដំរីបន្ទាយសេះបន្ទាយទាហានកាំភ្លើងធំតូចទាហានថ្មើរជើងនិងជើងទឹកព្រមទាំងឃ្លាំងអាវុធយុទ្ធភ័ណ្ឌនិងស្បៀងអាហារសពបែបយ៉ាងនៅកណ្ដាលក្រុងថ្មីនេះមានសាងព្រះរាជវាំងដែលមានកំផែងច្រើនជាន់មានប្រាសាទមានព្រះរាជបន្ទាយតូចធំសុទ្ធតែមានចម្លាក់រចនាបិទមាសអភាសឆ្អិនឆ្អៅមានស្រះនិងសួនច្បារដ៏ប្រណិតទៀតផងនៅខាងទិសឦសាននៃព្រះរាជវាំងនេះព្រះរាជាទ្រង់ឲ្យតាំងឃ្លាំងមឿងគឺអ្នកតាចាស់ស្រុកជាម្ចាស់ទឹកម្ចាស់ដីនៅទីនោះផងថ្ងៃក្រោយមកទៀតព្រះអង្គទ្រង់សាងវត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែកនេះទៀតដែលតាមជំនឿបន្តគ្នាមកថាជាវត្តដ៏ពូកែស័ក្តិសិទ្ធិដោយមានព្រះពុទ្ធរូប4អង្គទ្រង់ឈរកម្ពស់18ហត្ថព្រះភ័ក្ត្របែរទៅទិសធំទាំង4ឯព្រះបឋិឬព្រះប្រឹសគឺខ្នងទល់គ្នាព្រះបាទទាំង8នៃព្រះពុទ្ធរូបទាំង4អង្គនេះដែលមានប្រវែងនីមួយ1ម៉ែត្រ40ត្រូវបានសាងឡើងដោយបានមកពីផ្ទាំងថ្មមួយផ្ទាំងធំកម្រាស់2ហត្ថទំហំ5ហត្ថ4ជ្រុងដែលតាមការនិយាយតគ្នាមកថាថ្មនេះទើបលើបង្គាប់មែកឈើទាលធំអស្ចារ្យមួយដើមតាំងពីបរមបុរាណព្រេងនេះមកនៅភូមិឈើទាលប្រអោបជាព្រំខេត្តសំរោងទងនិងខេត្តលង្វែកនេះដែលព្រះអង្គចន្ទរាជាទ្រង់បានទតឃើញផ្ទាល់ព្រះអង្គឯតួអង្គព្រះពុទ្ធបដិមាករទាំង4ព្រះអង្គបានមកពីដើមឈើទាលដែលមានផ្ទាំងថ្មទើលើមែកឈើហើយដែលតាមបណ្ដាំអ្នកកាន់សិលឬបងបត់ឈ្មោះពញាដែកបានទូលព្រះអង្គថាជារបស់វិសេសនោះរាជធានីលង្វែកគឺជាបន្ទាយដ៏រឹងមាំនិងជាឃ្លាំងវប្បធម៌ដ៏រុងរឿងបំផុតនាសម័យក្រោយអង្គររបស់ប្រទេសកម្ពុជាឯកសារខ្លះបញ្ជាក់ថានៅកណ្ដាលរាជធានីនេះគេបានសាងបដិមាព្រះគណេសដ៏ធំគឺខ្លួនមនុស្សក្បាលដំរីដែលជាអាទិទេពតំណាងខាងអក្សរសាស្ត្រនិងវិទ្យាសាស្ត្រទុកជាអ្នកតារក្សាក្រុងម្យ៉ាងទៀតមានការនិយាយតគ្នាថានៅក្នុងបន្ទាយលង្វែកនេះគេបានតម្កល់បដិមាព្រះគោមួយអង្គនិងព្រះកែវមួយអង្គដែលជាបងប្អូនបង្កើតហើយដែលអ្នកស្រុកតែងតែគោរពបូជាដោយចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិរបស់ជាតិខ្លួនថែមទៀតផងម្យ៉ាងទៀតគេក៏ជឿដែរថាគម្ពីរក្បួនច្បាប់ដែលសំខាន់បំផុតរបស់ជាតិត្រូវគេយកមករក្សាទុកក្នុងពោះព្រះគោនោះឯងនៅឆ្នាំ1529ក្រោយពីបានសាងបន្ទាយលង្វែកព្រះរាជវាំងរាជដំណាក់តូចធំចាប់សពគ្រប់ហើយ
ព្រះបាទខិត្តយាមហាចន្ទរាជាទ្រង់យាងចេញពីបន្ទាយខេត្តពោធិ៍សាត់មកគង់នៅរាជធានីថ្មីគឺបន្ទាយលង្វែកនេះរហូតដល់ទីបញ្ចប់នៃព្រះជន្មាយុរបស់ព្រះអង្គក្នុងឆ្នាំ1566នៃគ្រិស្តសករាជខ្ញុំជួនច័ន្ទបុត្រ With you at the Washington